Và số đấy là đọc này là dương châu là mê riêng bắt đầu tiết đã tôn chỉ mùi nâng OC model rồi là dương hai tha Sven layer ok trường hàng mùi nát các bạn này chẳng ở bên miền physical layer data link layer network layer transport layer section layer presentation layer hai nâng application layer chẳng layer tàng bằng bao nâng hơi để ai oi so để ai oi package bao nhiêu nữa send ពី source ទៅកាន់ destination បានអញ្ចឹងlayer មួយដើរតួនាទីយ៉ាងម៉េចឥឡូវខ្ញុំចូលមើលខ្ញុំចូលទាំងអស់គ្នាខ្ញុំ search ថា OC model ទៅ OC model អញ្ចឹងវាចេញឲ្យយើងហើយចូល image នេះសិតតែ OC model layer ទេឥឡូវខ្ញុំចុចយកមួយនេះដើម្បីធ្វើការបញ្យល់អូខេ open new អញ្ចឹងphysical layer បាទខ្ញុំនិយាយពីក្រោមឡើងទៅវាជាវាដើរតួនាទីទៅលើ bit បាទប្រព័ន្ធ core 2លេខ0លេខ1ហ្នឹងគេហៅថា physical infrastructure structure អញ្ចឹងនៅក្នុង device របស់យើងអញ្ចឹងវាមានអញ្ចឹងដើម្បីដើរថ្មីបានវាដើរបានគឺវាដើរតាមខ្សែបាទ coaxial fiber wireless hub ឬក៏ repeater វាដឹកជញ្ជូនតាមរយៈហ្នឹងហើយជាប្រព័ន្ធ core 20101គេហៅថា binary bit អញ្ចឹង binary bit វាដើរនៅលើ physical layer សម្រាប់ data link មានន័យថា link data មួយទៅកាន់ link ពី device មួយទៅកាន់ device មួយឬក៏យើងហៅថា frame ណាអញ្ចឹងអានេះវាដឹកជញ្ជូនdata របស់យើងតាមរយៈEthernet ខ្សែ Ethernet ឬក៏ប្រភេទអីគេ protocol PP 3ដងបាទ point to point protocol ហើយនឹងដឹកជញ្ជូននៅលើ switch នៅលើ bridge អញ្ចឹងតាមរយៈអីគេយើងដោតខ្សែអញ្ចឹងទៅយើងដោតខ្សែយើង link ពីឧបករណ៍មួយទៅកាន់ឧបករណ៍មួយទៀតហើយអញ្ចឹងវាគេហៅថា data link ដោយសារវាប្រើខ្សែហើយ network layer វាដើរនៅលើ IP ត្រូវចាំពីថា network គឺដើរលើ IP ហើយអញ្ចឹងវាមាន IP វាមាន ICMP ហើយនិង IPsec ឬក៏ IGMP អញ្ចឹងវាដើរតួនាទីនៅលើវាដើរនៅលើឧបករណ៍ router ដោយសារវាប្រើ IP អញ្ចឹងវាដើរនៅលើ router device អញ្ចឹង transport មានដឹកជញ្ជូនអញ្ចឹងនៅពេលដែលយើងដឹកជញ្ជូនយើងមាន IP យើងដឹកជញ្ជូនយ៉ាងម៉េចណាដឹកជញ្ជូនយ៉ាងម៉េចតើប្រើ protocol អីគេអញ្ចឹងយើងប្រើ protocol TCP ឬក៏ UDP ដើម្បីធ្វើការដឹកជញ្ជូន package របស់យើងណាពី source ទៅកាន់ destination អញ្ចឹងយើងប្រើ protocol ពីរហ្នឹងអញ្ចឹងនៅពេលដែលយើង link គ្នាហើយណាយើងមាន IP ហើយបាទបន្ទាប់មកយើងមានអីគេ protocol ទៀតទើបdata របស់យើងហ្នឹង package របស់យើងអាច send ពី source ទៅកាន់ destination បានហើយផ្នែកខាងលើនេះ section ឬក៏ហើយ presentation នៅនឹង application នេះគឺជា package អញ្ចឹងដល់ពេលដឹកជញ្ជូនដល់ណាវា send ហើយវា send port ហើយអញ្ចឹងទៅតាម port ណាតាម socket ណាបាទ pin sock API ណាអញ្ចឹងទៅវាប្រើ protocol អីគេ presentation បាទប្រភេទអីគេ SL SSH IMAP បាទ FTP អញ្ចឹងវាមាន protocol របស់វាបន្តមកនេះចូលក្នុង computer របស់យើងជាប្រភេទ HTTP ATP IRC ជាង SH ជាង DNS អញ្ចឹង protocol វាមានដោយសារនេះវាមាន7 layer អញ្ចឹងឥឡូវយើងពិបាកចាំមកគេឲ្យយើងដាក់
គេមាន protocol មួយទៀត TCP layer IP model ចឹងយើងមើលអានេះវិញមកចឹងអានេះវាចម្រាញ់ណាជាប្រភេទ protocol TCP protocol វិញចឹងវាចម្រាញ់ពីទី3នេះវាជា application ហើយ4នេះគឺជាការដឹកជញ្ជូននៅក្នុង network របស់យើងហើយស្ទាប់ពីនេះគឺជាស្ទាប់ network layer ហើយនេះ network layer នេះគឺជា network layer អានេះជា transport layer ដើម្បីធ្វើការដឹកជញ្ជូនអញ្ចឹងnet data link layer physical layer នេះនៅពេលដែលយើងធ្វើការ access អញ្ចឹងដើម្បី access បានដូចខ្ញុំនិយាយអញ្ចឹងវាមាន link វាបើយើងអត់ដោតខ្សែវា access មិនកើតហើយបើយើងអត់មានប្រព័ន្ធ copy នឹងដឹកជញ្ជូនមិនកើតអត់កើតទេអញ្ចឹងគេដឹកជញ្ជូន data តាមប្រព័ន្ធ copy ដល់ហោះពេញមេឃតែយើងមើលមិនឃើញទេបន្ទាប់មកបានយើងមាន link ខ្សែមកអញ្ចឹង link ខ្សែវាមានEthernet cable វាមាន fiber optic បាទវាមាន wireless អញ្ចឹងវាមានតាមប្រភេទខ្សែផ្សេងៗគ្នាច្រើនដើម្បីធ្វើការដឹកជញ្ជូន data របស់យើងមិនប្រើតែខ្សែទេ wireless ក៏បានប្រើយើងដូចយើង connect ទូរស័ព្ទជាមួយនឹង Wi-Fi នេះយើងផ្ញើ data ចេញចូលក៏បានគ្នាហើយយើងចង់ប្រើខ្សែក៏បានយើងអត់ចង់ប្រើក៏បានហើយ transport layer នេះមានថាដឹកជញ្ជូននោះពេលវាឆ្លងកាត់ពី source ទៅកាន់ destination នេះនៅលើលំហអាកាសនេះគឺវាឆ្លងកាត់ទៅលើ protocol អីគេ protocol TCP ហើយនិង UDP គាត់ណាមួយវា security មួយអត់សូវ security ទេ TCP វា security ជាងហើយ UDP អត់សូវ security ទេហើយ application layer មកដល់ហ្នឹងគឺឆ្លងកាត់ port ហើយអញ្ចឹងនៅពេលហ្នឹងគឺ data របស់យើងចូល port ណាបាទប្រភេទ data ស្អីៗចឹងទៅវាធ្វើការ presentation ហើយហ្នឹងតើតើជាមួយនឹងlayer ទាំង OC model តែ OC layer ឬក៏ OC model ហ្នឹង TCP layer ហ្នឹងអូខេឥឡូវយើងជួបគ្នានៅវីដេអូក្រោយមេរៀនហ្នឹងយើងបញ្ចប់ប៉ុណ្្នឹងចុះ